សូមអង្គកាយគ្រប់នឹងជម្រាបសួរអាយដាមលោកជំទាវលោកស្រីប្រិមត្តទស្សនិកជនជាទីគោរពនិងជាទីមេត្រីនៅពេលនេះសូមអញ្ជើញតាមដានទស្សនាព័ត៌មានពេលយប់របស់ស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ដែលមានមេតិការព័ត៌មានសំខាន់ដូចតទៅនៅពេលនេះសូមអញ្ជើញលោកស្រីប្រិមត្តទស្សនិកជនទៅតាមដានទស្សនាព័ត៌មានក្នុងប្រទេសនៅលើកថ្ងៃទី22ខែមករាឆ្នាំ2013នៅសន្តាគារ Intercon មានរៀបចំការតាំងពិព័រណ៍វិស័យអប់រំអាមេរិកកម្ពុជាឆ្នាំ2013ដែលបានរៀបចំឡើងដោយក្រុមហ៊ុន Ruwan Hulugalas and Company ដែលនៅក្នុងនោះមានសាលាចូលរួមធ្វើការតាំងពិព័រណ៍ចំនួន10ក្រោមអធិបតីភាពឯកឧត្តមអឹមសិទ្ធិរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាឯកឧត្តមអឹមសិទ្ធិរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍ថាការងារអប់រំគឺជាការងារសំខាន់និងមានលក្ខណៈទូលំទូលាយមិនមែនតែនៅក្នុងក្របខ័ណ្ឌក្នុងប្រទេសតែប៉ុណ្ណោះទេគឺមានការបើកបង្ហាញពីគ្រឹះស្ថានរបស់ប្រទេសនានាដូចជាសហរដ្ឋអាមេរិកការបើកទូលាយគឺជាលំហមួយនិងទទួលបានផលផលពីផ្នែកបណ្ដុះបណ្ដាលឯកឧត្តមអឹមសិទ្ធិបានបន្តថាសប្តាហ៍ថ្ងៃរដ្ឋាភិបាលត្រូវការមនុស្សមានសមត្ថភាពមានចំណេះដឹងខ្ពស់ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិរដ្ឋាភិបាលបានធ្វើការបើកទូលាយចំពោះបណ្ដាប្រទេសមកបង្ហាញរដ្ឋាភិបាលតែងតែស្វាគមន៍និងដើម្បីធ្វើការអភិវឌ្ឍធនធានមនុស្សយល់ថាការងារអប់រំយើងសប្តាហ៍គឺជាការងារមួយសំខាន់ហើយការងារអប់រំនេះគឺបានន័យថាយើងត្រូវបណ្ដុះមនុស្សអញ្ចឹងការអប់រំរបស់យើងនេះវាត្រូវមានលក្ខណៈមួយទូលំទូលាយមិនមែនមានត្រឹមក្របខ័ណ្ឌតែនៅក្នុងប្រទេសទេអញ្ចឹងការទំនាក់ទំនងតែងតែមានហើយយើងសប្តាហ៍នេះក៏យើងមានបើកទូលាយដែរចំពោះការដែលរៀបចំឲ្យមានការបង្ហាញអំពីគ្រឹះស្ថាននានារបស់ប្រទេសនានាដែលក្នុងនោះគឺមាននៅសហរដ្ឋអាមេរិកក៏យើងមានអញ្ចឹងបានក្នុងការដែលយើងមើលឃើញនៅពេលដែលយើងបើកទូលាយនេះក៏វាបានន័យថាជាការលំហមួយហើយក៏ទទួលបាននៅភោគផលតាមរយៈការបណ្ដុះបណ្ដាលនេះដែរអញ្ចឹងអ្នកមានលទ្ធភាពក៏គេអាចបើកទូលាយក្នុងការទទួលបានការអប់រំបុគ្គលនយោបាយរបស់រដ្ឋាភិបាលអត់មានការហាម5អីទេអញ្ចឹងយើងបើកទូលាយអញ្ចឹងការដែលរៀនសូត្រនេះគឺសំខាន់ណាស់ការដែលយើងផ្សារភ្ជាប់ការដែលយើងបញ្ជូនមនុស្សគឺទៅរៀននៅនោះរៀនបទពិសោធន៍ល្អៗដើម្បីគេត្រឡប់មកវិញដើម្បីកសាងប្រទេសហើយយើងសប្តាហ៍នេះយើងត្រូវការមនុស្សដែលមនុស្សមានសមត្ថភាពមនុស្សដែលមានចំណេះដឹងមួយខ្ពង់ខ្ពស់ហើយក្នុងនោះគឺបញ្ហាដើម្បីគេទទួលបាននៅភោគផលរបស់គេដើម្បីចូលរួមសកម្មក្នុងការអភិវឌ្ឍប្រទេសជាតិយើងនេះជារឿងសំខាន់បាទជាការពិតទៅយើងសប្តាហ៍នេះយើងបើកទូលាយយើងអត់ដែលមានហាម5ទេបណ្ដាប្រទេសនានាគេមកបណ្ដាប្រទេសគេតែងតែបង្ហាញហើយយើងក៏ស្វាគមន៍ដែរបញ្ហាបច្ចុប្បន្ននេះយើងដឹងស្រាប់ហើយថាប្រជាពលរដ្ឋយើងក៏មានអ្នកខ្លះក៏មានលទ្ធភាពមកជួបបាយគេមានធនធានរបស់គេសមស្របគេអាចទៅបានអញ្ចឹងចំពោះមុខនេះគឺគោលនយោបាយរបស់យើងអត់មានហាម5ទេហើយយើងចង់បានមនុស្សចង់បានអ្នកដែលមានសមត្ថភាពយើងចង់បានបទពិសោធន៍អញ្ចឹងការអប់រំបណ្ដុះបណ្ដាលក្នុងស្រុកក៏យើងចាំបាច់នៅខាងក្រៅក៏យើងចាំបាច់ដើម្បីធ្វើយ៉ាងម៉េចបើកទូលាយដើម្បីបទពិសោធន៍ហើយដើម្បីធ្វើយ៉ាងម៉េចឲ្យមានសមត្ថភាពមួយគ្រប់គ្រាន់សម្រាប់អភិវឌ្ឍប្រទេសជាតិព្រោះយើងមិនអាចថាធ្វើតែមួយផ្នែកមួយបានគឺផ្នែកណាមួយបានអានេះជាការមួយជាលក្ខណៈមួយដែលវាទូលំទូលាយសម្រាប់បងប្អូនបច្ចុប្បន្នគ្រឹះស្ថានវិស័យអប់រំនៅកម្ពុជាមានការរីកចម្រើនស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលដែលបានផ្ដល់ឲ្យវិស័យអប់រំជាវិស័យអាទិភាពក្នុងចំណោមវិស័យអាទិភាពទាំង4របស់រដ្ឋាភិបាលអាណត្តិទី4លោកស្រីប្រិមត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីព័ត៌មានពេលយប់របស់ស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ដែលលោកស្រីតែបតែបានតាមដានទស្សនានៅពេលនេះចាប់តែប៉ុណ្ណេះនៅពេលនេះនាងខ្ញុំរស្មីរួមជាមួយនឹងខ្ញុំបាទសវណ្ណរិទ្ធនិងក្រុមការងារសូមអរគុណសូមគោរពលា